ស្រះមួយមានមហាត់កន្លះមានមហាត់ហើយពគាមួយស្រះក្នុងស្រះមួយយើងអាចធ្វើបាន3រដូវហើយបើយើងអាចធ្វើបាន3រដូវតាមការវិភាគជាបឋមយើងអាចគិតថាក្នុងមួយឆ្នាំយើងអាចរកចំណូលបាន$10000ក្នុងមួយឆ្នាំស្រះមួយវារីវប្បកម្មទឹកសាបទឹកប្រៃចិញ្ចឹមកែច្នៃដោយដៃកូនខ្មែរដល់ឡៃសំរុំទីនេះគឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវិរិយវប្បកម្មសមុទ្រដើម្បីប្រាក់ចំណូលសហគមន៍តំបន់ឆ្នេរហើយការព្រួយផ្ដើមបង្កើនឡើងដោយបក្សយសម្អើបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររាជនីតិកម្មនិងសំណង់និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មជាពិសេសឯកឧត្តមម៉ាងស៊ូណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានជួយផ្ដើមហើយនឹងជំរុញឲ្យពួកយើងខ្ញុំទៅធ្វើការសិក្សាស្រាវជ្រាវនៅប្រទេសជិតខាងតាមបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវិរិយកម្មសមុទ្រនៅទីនេះគឺធ្វើយ៉ាងណាឲ្យទីកន្លែងនេះចិញ្ចឹមទៅធ្វើសាកល្បងទៅប្រកបដោយប្រសិទ្ធភាពហើយទទួលបានជោគជ័យហើយនឹងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់នេះឲ្យធ្វើតាម model របៀបនេះបើសិនជាគាត់អាចចាប់ដើមធ្វើយើងនឹងជួយគាត់គ្រប់សពហើយបើគាត់ធ្វើគាត់នឹងបានចំណូលជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់បានយ៉ាងច្រើនហើយបើគាត់ធ្វើគាត់អាចរកកម្មករអ្នកចិត្តខាងហ្នឹងក៏អ្នកចិត្តខាងហ្នឹងក៏បានចំណូលដូចគ្នាហើយបងប្អូនប្រជាពលរដ្ឋដែលគាត់មានដីដែលគាត់អាចចង់ធ្វើយើងនឹងទៅជួយគាត់យើងនឹងទៅជួយជាបច្ចេកទេសគាត់ហើយយើងឃើញថាក្នុងរយៈពេលដែលយើងចាប់ដើមអនុវត្តមក7ខែនេះបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកព្រៃនប់គឺគាត់បានអនុវត្តប្រហែលជា18-19គ្រួសារហើយតាម model យើងនេះបាទនៅទីនេះយើងមានផ្ទៃដី16ហិកតាហើយយើងចែកចែងជា7ស្រះស្រះទី1យើងចិញ្ចឹមត្រីឆ្ពង់ស្រះទី2ទី3ទី4ទី5យើងចិញ្ចឹមពគាលេមួយក្តាមហើយឥឡូវនេះយើងធ្វើឲ្យ 100% បាន5ស្រះហើយយើងកំពុងដាក់ចិញ្ចឹមពគា4ស្រះហើយនឹងត្រីឆ្ពង់1ស្រះត្រីឆ្ពង់យើងឲ្យចំណីគ្រាប់តែដោយឡែកពគាជាមួយក្តាមនេះយើងដាក់ខ្យងដៃគោលក្នុងហ្នឹងទៅហើយយើងចិញ្ចឹមក្តាមលាយមួយពគាហើយខ្ញុំសង្ឃឹមថារយៈពេលមិនយូរចឹងអាចឡើងរដូវប្រាំងនេះអ្នកទេសចរអាចឆ្លងកាត់ស្រុកព្រៃនប់ឬក៏ទៅខេត្តព្រះសីហនុអាចមកឆ្លងកាត់ស្រុកព្រៃនប់ពួកគាត់នឹងនឹកឃើញថាបង្គាហើយនឹងក្តាមថ្មនៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតនេះមានរសជាតិឆ្ងាញ់ក៏ដូចជាបង្គារបស់កសិករដែលបានដាំបានចិញ្ចឹមនៅព្រៃនប់នេះមានរសជាតិឈ្ងុយឆ្ងាញ់ហើយលក្ខណៈធម្មជាតិទៀតបាទគុតគង់ទីផ្សារក្នុងស្រុកនាំចេញពីរីវប្បករត្រេកអូចំណេញអរក្តីទុកម្នេញជីវភាពរស់នៅធូរធារ